បាទសួស្តីប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel P New ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី9នៃខែវិច្ឆិកាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទថ្មីដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងករណីគ្រោះអាសន្នគ្រោះមហន្តរាយដែលកំពុងតែកើតមាននៅឯប្រទេសថៃដូច្នេះដូចអ្វីដែលបានសន្យាជាមួយបងប្អូនពីវីដេអូមុនកន្លងទៅហើយថាខ្ញុំនឹងទៅស្វែងរករាល់ព្រឹត្តិការណ៍ព័ត៌មានដែលកើតមាននៅឯប្រទេសថៃនឹងលើកយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាជាពិសេសគឺករណីគ្រោះអាសន្នគ្រោះមហន្តរាយអគ្គិភ័យគ្រោះទឹកជំនន់ដែលកើតមាននៅឯប្រទេសថៃតែម្ដងនៅក្នុងថ្ងៃនេះខ្ញុំទទួលបានអត្ថបទព័ត៌មានចេញពីប្រភពសារព័ត៌មានថៃតែម្ដងដែលគេបានចុះផ្សាយពាក់ព័ន្ធជាមួយនឹងការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសថៃនាយកដ្ឋានអូតូនិយមប្រទេសថៃកំពុងតែព្រមានពីហានិភ័យទឹកជំនន់ដែលកើតមានភ្លាមទៅដល់ខេត្តចំនួន20នៅឯប្រទេសថៃខណៈដែលបងប្អូនណាខណៈដែលខ្យល់ព្យុះកាលមេគីកំពុងតែបន្តមានវត្តមាននៅឯប្រទេសថៃនៅឡើយទេមកទល់នឹងថ្ងៃនេះបើតាមប្រភពសារព័ត៌មានថៃដែលគេចុះផ្សាយកាលពីព្រឹកមិញនេះតែម្ដងនាយកដ្ឋានអូតូនិយមថៃ TMD បានចេញសេចក្តីព្រមានជាបន្ទាន់ស្តីអំពីភ្លៀងធ្លាក់ខ្លាំងនិងហានិភ័យទឹកជំនន់ដែលកើតមានភ្លាមនៅតាមតំបន់ដែលងាយរងគ្រោះជាពិសេសខេត្តចំនួន20បងប្អូនណាឲ្យប្រជាជននឹងជំរុញក្នុងការយកចិត្តទុកដាក់និងមានការប្រុងប្រយ័ត្នខ្ពស់អំពីហានិភ័យគ្រោះទឹកជំនន់ការព្យាករណ៍សម្រាប់24ម៉ោងខាងមុខនេះបងប្អូនចាប់ពីម៉ោង6ព្រឹកថ្ងៃទី9នេះតែម្ដងបង្ហាញពីព្យុះភ្លៀងរាយប៉ាយយ៉ាងទូលំទូលាយពេញប្រទេសថៃជាពិសេសនៅភាគខាងជើងនិងតំបន់ផ្សេងទៀតដោយសារតែឥទ្ធិពលនៃព្យុះកាលមេគីដែលបានចូលទៅក្នុងដីថៃជាពិសេសបងប្អូនវិវត្តចេញពីខេត្តមួយចំនួននៅឯប្រទេសវៀតណាមកាលពីថ្ងៃទី6ឆ្លងកាត់ឡាវកម្ពុជាហើយឈានទៅដល់ដីថៃប្រព័ន្ធត្រូពិកត្រូវបានចុះខ្សោយប៉ុន្តែនៅតែបង្កើតបងប្អូនណាខ្យល់ដែលមានសំណើមសើមចូលមកកាន់ប្រទេសថៃដោយនាំយកនៅដំណក់ទឹកភ្លៀងជាច្រើនដែលបង្កើតជាហានិភ័យគ្រោះទឹកជំនន់បន្ទាន់នឹងនាំឲ្យខូចខាតដល់កសិផលកសិករនឹងរាប់រយរៃតាមសេចក្តីជូនដំណឹងដែលលម្អិតចេញពីព្រឹកថ្ងៃអាទិត្យនេះតែម្ដងនាយកដ្ឋានអូតូនិយមបានសង្កត់ធ្ងន់ថាភាគខាងជើងនឹងរងផលប៉ះពាល់ខ្លាំងបំផុតអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃនេះដែលមានឱកាសក្នុងការធ្លាក់ភ្លៀងរហូតដល់ 70% ដែលរាយប៉ាយពេញប្រទេសថៃភ្លៀងធ្លាក់ខ្លាំងនៅតាមខេត្តសំខាន់រួមមានមឿងហុងស៊ុនឈៀងម៉ៃឈៀងរ៉ៃឡំពួនឡំប៉ាងផាយ៉ាវនិងតាកតំបន់ទាំងនេះមានដីសើមរួចទៅហើយពីមុនមកបងប្អូនដោយសារតែធ្លាប់មានទឹកជំនន់ភ្លៀងធ្លាក់មិនទាន់ហើយទេឥឡូវនេះមកព្យុះថ្មីបន្តថែមទៀតដូច្នេះជំរាបដីនឹងមិនអាចនាំយកទឹកចុះទៅក្រោមបានទេអាចបង្កជាគ្រោះទឹកជំនន់ដែលហូរចាក់ចេញពីភ្នំមកហើយប្រឈមនឹងគ្រោះថ្នាក់ទឹកជំនន់ភ្លាមតែម្ដងដោយអ្វីដែលបានលើកឡើងជូនបងប្អូនហើយគឺទឹកហូរចុះពីភ្នំហៀចូលទៅក្នុងទន្លេនិងលើច្រាំងជាពិសេសនៅជម្រាលភ្នំតំបន់ដែលមានទំនាបផ្លូវទឹកប្រជាជននៅតំបន់ទាំងនេះបងប្អូនណាតាមក្រសួងរបស់គេបានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងដែលប្រមូលផ្ដុំអាចបង្កឲ្យមានទឹកហូរភ្លាមហើយនាយកដ្ឋានបានថ្លែងថាណែនាំឲ្យកសិករការពារដំណាំពីការជន់លិចការពារយ៉ាងម៉េចកើតបងប្អូនណាគឺថាទឹកជំនន់ដែលកើតមាននៅឯប្រទេសថៃនៅក្នុងឆ្នាំ2025នេះចាប់តាំងពីពាក់កណ្ដាលឆ្នាំមកទល់នឹងចុងឆ្នាំនេះហើយគឺទឹកជំនន់កើតមានឥតល្ហែដូច្នេះកសិកររបស់កសិករហ្នឹងគឺថាខូចខាតហើយធ្វើមិនទាន់បានថ្មីទេអាចនឹងលិចលង់សារជាថ្មីម្ដងទៀតភាគឦសានស្ថិតនៅក្នុងការប្រុងប្រយ័ត្នផងដែរដោយមានភ្លៀងធ្លាក់រហូតដល់ 40% ព្យុះផ្ដោតទៅលើខេត្តលើយនងឡាំភូឆៃយ៉ាភូមិនិងនគររាជសីមាភាគកណ្ដាលប្រទេសថៃរួមមានខេត្តនគរសវណ្ណអូថាំធានីឆៃណាតសុភ័ណ្ឌបុរីរាជបុរីក៏មានកម្រិតព្យុះរហូតដល់ 60% ផងដែរភាគខាងកើតដូចជាសាកែវច័ន្ទបុរីរាយ៉ងច័ន្ទបុរីត្រាតកំពុងតែត្រៀមទទួលព្យុះរហូតដល់ 70% ខណៈដែលឆ្នេរសមុទ្រខាងកើតនិងខាងលិចភាគខាងត្បូងរួមមានហានិភ័យ 40-60% ដូចគ្នា
ដោយភ្លៀងធ្លាក់ខ្លាំងអាចមាននៅខេត្តពេជ្របុរីផន្ធលុងសង្ខឡាប៉ាធានីយ៉ាឡានារាធិវត្តន៍ត្រាងនិងសតុនរីឯបាងកកបងប្អូនណាឃើញថាបាងកកនិងខេត្តជុំវិញប្រឈមឱកាសទទួលទឹកភ្លៀងរហូតដល់ 40% ភ្លៀងធ្លាក់រាយប៉ាយជាមួយនឹងខ្យល់ខាងត្បូងប្រហែលជាចន្លោះចាប់ពី10ទៅ20គីឡូម៉ែត្រក្នុង1ម៉ោងទេប៉ុន្តែនាំយកនៅទឹកភ្លៀងគឺច្រើនសីតុណ្ហភាពខ្ពស់បំផុតត្រឹមតែ31ទៅ33អង្សានិងទាបបំផុត24ទៅ25អង្សាទោះជាយ៉ាងណាប្រជាជននៅឯទីក្រុងត្រូវតែតាមដានពីទឹកជំនន់នៅតំបន់ដែលបង្ហូរទឹកមិនល្អជាពិសេសពាក់ព័ន្ធជាមួយនឹងលូបងប្អូនណាព្រោះថានៅប្រទេសថៃពេលដែលទំនប់ទន្លេចៅប្រយ៉ាទទួលទឹកច្រើនហើយมันអាចស្តុកបានអាចនឹងបង្ហូរចុះមកក្រោមធ្វើឲ្យលិចទៅដល់ក្រុងបាងកកដូចគ្នាស្ថានភាពទឹកសមុទ្រម្ដងបងប្អូនណាជាកង្វល់មួយមែនទែនសម្រាប់ប្រជាជនថៃរលកសមុទ្រអានដាមាននិងឈូងសមុទ្រថៃមានកម្ពស់រហូតដល់1ម៉ែត្រទៅ2ម៉ែត្រអាចហក់ឡើងទៅដល់3ម៉ែត្រដែលពេលដែលមានព្យុះភ្លៀងហើយណែនាំឲ្យជៀសវាងតំបន់ទាំងនោះហើយខ្យល់មូសុងនិរដីភាគខាងត្បូងកំពុងតែពង្រឹងលំនាំទាំងនេះជាមួយនឹងខ្យល់រហូតដល់35គីឡូម៉ែត្រក្នុង1ម៉ោងនៅឯឆ្នេរខាងលិចអាចនឹងបង្កើតជារលកសមុទ្រនឹងដែលមានកម្ពស់ខ្ពស់ព្រឹត្តិការណ៍ភ្លៀងធ្លាក់ច្រើនថ្ងៃនេះបងប្អូនកើតឡើងពីកន្លងខ្យល់ព្យុះកាលមេគីដែលកាលពីសប្តាហ៍នេះបានជំរុញឲ្យក្រសួងឧតុនិយមថៃចេញសេចក្តីប្រកាសជូនដំណឹងជាបន្តបន្ទាប់រហូតទៅដល់19បងប្អូនណា19នៃសេចក្តីប្រកាសហើយការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី4ដល់ថ្ងៃទី9ខែវិច្ឆិកានេះបើទោះបីជាខ្យល់ព្យុះបានចុះខ្សោយជាបន្តបន្ទាប់ដោយឆ្លងកាត់ពីវៀតណាមឡាវកម្ពុជាក៏ដោយប៉ុន្តែថៃគឺទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងការរំខាននេះត្រូវបានគេរាយការណ៍ថាគិតមកត្រឹមព្រឹកថ្ងៃអាទិត្យនេះបងប្អូនណាឃើញថាភ្លៀងនៅតែបន្តធ្លាក់ជាហូរហែប៉ុន្តែអាជ្ញាធរកំពុងតែតាមដានអំពីទឹកទន្លេខ្លាំងជាងភ្លៀងក្នុងអាងស្តុកទឹកបងប្អូនភាគច្រើនដូចជាទំនប់ទន្លេចៅប្រយ៉ាកំពុងតែមានបញ្ហាអំពីការជម្លៀសប្រជាជនឲ្យចេញឆ្ងាយពីមាត់ច្រាំងសិនដោយសារតែភូមិមួយចំនួននៅជាប់នឹងទន្លេចៅប្រយ៉ាគឺងាយនឹងរងគ្រោះជាពិសេសគឺតំបន់ភាគខាងជើងនៅក្នុងការវិវត្តពាក់ព័ន្ធជាមួយនឹងសេចក្តីជូនដំណឹងចុងក្រោយរបស់ក្រសួងឧតុនិយមថៃស្តីពីព្យុះកាមេគីដែលចេញកាលពីថ្ងៃទី8ខែវិច្ឆិកាម៉ោង11បានបញ្ជាក់ត្រឹមប្រទេសថៃនឹងហើយប៉ុន្តែបានសង្កត់ធ្ងន់ទៅលើហានិភ័យភ្លៀងធ្លាក់មិនចេះចប់បើទោះបីជាព្យុះនេះគ្មានកម្រិតខ្យល់យ៉ាងណាក៏ដោយតាំងពីដើមសប្តាហ៍មកដោយឡែកខ្យល់ព្យុះថ្មីបងប្អូនណាក៏ចាប់ផ្ដើមឈានចូលមកហើយគឺខ្យល់ព្យុះហ្វុងវ៉ុងដែលកំពុងឆ្ពោះទៅកាន់ហ្វីលីពីននិងសមុទ្រចិនភាគខាងត្បូងនឹងអាចបង្កហានិភ័យភ្លាមដល់ប្រទេសថៃផងដែរដែលផ្ដល់ក្តីសង្ឃឹមខ្លះថាអាចនឹងជៀសវាងប៉ុន្តែក្តីបារម្ភច្រើនគឺថាព្យុះនេះនឹងបក់មកកាន់ដោយព្យុះកាមេគីអញ្ចឹងប្រជាជនត្រូវបានលើកទឹកចិត្តឲ្យតាមដានអំពីព័ត៌មានពាក់ព័ន្ធជាមួយនឹងការអាប់ដេតរបស់ក្រសួងឧតុនិយមជាបន្តបន្ទាប់ជាពិសេសឲ្យស្នាក់នៅក្នុងផ្ទះពេលដែលមានភ្លៀងធ្លាក់ផ្គររន្ទះព្រោះអាចនឹងកើតមានរន្ទះបាញ់ខ្យល់ព្យុះកន្ត្រាក់អីផ្សេងដូច្នេះបងប្អូនសម្រាប់ពេលព្រឹកនេះតែម្ដងប្រទេសថៃកំពុងតែជូនដំណឹងទៅដល់ភាគខាងត្បូងភាគខាងជើងដែលមានសីតុណ្ហភាពចុះខ្សោយខ្លាំងហើយម្យ៉ាងវិញទៀតសំណើមកាន់តែកើតមានដូច្នេះហើយធ្វើឲ្យមានការព្រួយបារម្ភខ្លាំងមែនទែនដោយសារតែទឹកភ្លៀងគឺបានជោគជាំតែម្ដងខេត្តចំនួន20ដែលនៅខាងលើខ្ញុំបានផ្សាយជូនបងប្អូនហើយខណៈដែលប្រទេសថៃកំពុងតែឆ្លងកាត់នៅរដូវភ្លៀងបណ្ដោះអាសន្ននេះអ្នកជំនាញបានអំពាវនាវឲ្យពង្រឹងហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយផលប៉ះពាល់ពីព្យុះនាពេលអនាគតបងប្អូនណាឃើញថាដូចជាតំបន់នន្ទបុរីមានផលប៉ះពាល់អំពីទឹកជំនន់ដែលកើតមានមិនចេះចប់មិនចេះហើយដោយសារតែប្រព័ន្ធលូគឺខ្វះខាតបងប្អូនណាពេលដែលភ្លៀងមកគឺថាការហូរច្រោះទឹកនឹងចូលទៅក្នុងដៃទន្លេគឺយឺតយ៉ាវមែនទែនធ្វើឲ្យមានការលិចលង់បងប្អូននេះជាព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងការប្រមានអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ថ្ងៃអាទិត្យនេះតែម្ដងថ្ងៃទី9នេះប្រទេសថៃបានចេញសេចក្តីប្រមានពីហានិភ័យគ្រោះទឹកជំនន់ដែលកើតមានភ្លាមនៅឯខេត្តចំនួន20នៅក្នុងប្រទេសថៃខណៈដែលវាជាការវិវត្តរបស់ព្យុះកាមេគីដែលនឹងបញ្ចប់នៅប្រទេសថៃដូច្នេះវានៅវិលនៅក្នុងប្រទេសថៃមិនចេះចប់មិនចេះហើយទេហើយម្យ៉ាងវិញទៀតបងប្អូនឃើញថាប្រទេសថៃនៅពេលនេះកំពុងតែរង
ផលប៉ះពាល់មិនត្រឹមតែខ្យល់ព្យុះទេអគ្គិភ័យក៏កើតមានច្រើនដែរដូច្នេះវាជារឿងមួយដែលបងប្អូនទាំងអស់គ្នាអាចពិចារណាតាមការគួរបានទាំងអស់គ្នាបងប្អូនសម្រាប់អត្ថបទក៏ឈានដល់ទីបញ្ចប់ផងដែរក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតនៅពេលនេះខ្ញុំបាទ Peace You ក៏សូមអរគុណក៏សូមជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តបន្ទាប់សូមអរគុណ